អូខេលោកសួស្តីអ្នកនរគ្នាលើស្លេងខ្ញុំទៀតហើយថ្ងៃនេះផងដែរយើងនឹងបន្តសាច់រឿងរបស់យើងបន្តទៀតចំពោះគ្នាយើងនឹងមិនបានមើលពេលចាស់ត្រឡប់ទៅមើលសិនមែនហើយបើមើលហើយកុំភ្លេចចុច Subscribe ឲ្យខ្ញុំម្នាក់មួយផងយើងនឹងបន្តសាច់រឿងរបស់យើងតទៀតតែម្ដងទៅចឹងសម្រាប់កម្រិតចាំខ្ញុំឆាយឲ្យអ្នកនរគ្នាតាមខួយពេលនេះគឺបន្តពីភេទទី3ហ្នឹងហើយនៅពេលដែលប៉ែធានម៉ងគឺបានខោបចេញពីការហួយមានជីវិតរបស់គេវិញហើយគេហៅដូចជារីរេខ្លាំងមែនក៏ដោយសារទទួលបានជោគជ័យបែបនេះហើយ system ក៏បានប្រាប់ឲ្យគេទួលយកនៅ snow របស់សត្វចចកជាផងដែរគេក៏បានដកយកវាមកយើងក៏បានឃើញថាវាពិតជាធំខ្លាំងមែនទែនដោយស៊ីសំគឺបានប្រាប់ទៅខាងប្រធានមកថាវាគឺជា snow សត្វដ៏កម្រហើយក៏មានគុណភាពល្អផងដែរគណៈពេលដែលគេកំពុងតែគិតនោះយើងក៏បានឃើញថានារីម្នាក់ក៏បានជ័យជាមួយនឹងគេផងដែរថាវាពិតជាល្អខ្លាំងមែនទែនហើយវាអាចលុបបានថ្លៃផងដែរនៅពេលនោះផងដែរយើងក៏បានឃើញនារីម្នាក់ចេញមកដែលជានារីដែលបានបញ្ចប់សាច់រឿងភេទទី3របស់យើងនឹងឯងនាងក៏បានណែនាំខ្លួនរបស់នាងផងដែរដែលមានឈ្មោះថាលីងម៉ងនាងគឺមកពីប៉ាឈិញយុនក៏ដូចគ្នានេះផងដែរនាងក៏បាននិយាយด้วยផលរបស់យើងគឺឲ្យអា Snow តាមពលរបស់សត្វចចកឈាមនេះនៅនឹងដៃនាងទៅវាល្អជាងប្រសើរជាងនៅด้วยផលរបស់យើងហើយនាងក៏អាចផ្ដល់ឱកាសមួយសម្រាប់ด้วยផលរបស់យើងជីលើសត្វពេញពេញរបស់នាងផងដែរការវិភាគមុនដូចជាចុងវីដេអូហ្នឹងខ្ញុំនិយាយថាសត្វខ្ញាដំរីនោះទេប៉ុន្តែវាគឺជាពេញពេញទៅវិញនោះទេណារកគ្នាចឹង sorry ផងនៅពេលដែលនាងនិយាយបែបនេះហើយ system ក៏បានឲ្យด้วยផលរបស់យើងគឺធ្វើការចងសម្ព័ន្ធមិត្តជាមួយនឹងកញ្ញាលីម៉ងណាំផងដែរដោយគ្នានេះด้วยផលរបស់យើងគ្មានអ្វីទៅបែកសាច់ជាមួយនឹង system នោះទេបន្តមកអ្នកទាំងពីរគឺបានចាក់ចេញពីទីកន្លែងហ្នឹងនាងក៏បានណែនាំខ្លួនរបស់នាងផងដែរដូចជាការពិថារឿងរបស់យើងចឹងដំបូងហ្នឹងនិយាយទៀតម៉ងគឺបាននិយាយថាគេចង់ឲ្យទៅកាន់នាងនោះទេប៉ុន្តែដោយសារតែឃើញនៅកម្លាំងរបស់នាងគឺគំរាមខ្លាំងបែបនេះដូច្នេះហើយមានតែស្របទៅកាន់នាងតែប៉ុណ្ណោះបន្ទាប់ពីអ្នកទាំងពីរកំពុងតែធ្វើដំណើរជិះលើសត្វពេញពេញរបស់កញ្ញាលីម៉ងគឺចាក់ចេញពីព្រៃហ្នឹងផងដែរនាងក៏បាននិយាយថាសង្ឃឹមថាតួឯកផលរបស់យើងហ្នឹងគឺគ្មានបាក់ពលចោះហើយក៏អាចណែនាំតួឯកផលរបស់យើងទៅកាន់បាក់ជីងយន្តរបស់នាងផងដែរដូច្នេះតួឯកផលរបស់យើងសង្ឃឹមថាគឺអាចចូលទៅកាន់បាក់របស់នាងមែនប៉ុន្តែមិនមែននោះទេគឺមកឲ្យចូលអ្វីនោះទេគ្រាន់តែឲ្យតួឯកផលរបស់យើងខ្លាយទៅជាអ្នកបម្រើរបស់នាងតែប៉ុណ្ណោះចេះតែធ្វើឲ្យយាយទៀតម៉ងពិតជាកៀងខ្លាំងមែន system ក៏បានឲ្យខ្វែមួយទៅកាន់តួឯកផលរបស់យើងគឺដើម្បីគេចូលទៅកាន់បាក់ជីងយន្តរបស់កញ្ញាលីម៉ងហ្នឹងផងដែរសាច់រឿងរបស់យើងគឺការមកដល់នៅពេលដែលកញ្ញាលីងម៉ងហ្នឹងគឺបានមកដល់បាក់របស់នាងវិញហើយជាមួយនឹងការបើអើសិស្សពីរនាក់កំពុងតែយាមទ្វេនៅទីកន្លែងហ្នឹងក៏ដូចជានាងផងដែរសិស្សពីរនាក់ហ្នឹងគឺបាននិយាយទៅកាន់កញ្ញាលីងម៉ងថានៅពេលដែលនាងបំពេញបេសកកម្មគឺបានមកដល់ហើយគឺអាចទៅទីកន្លែងវិមានលីងប៉ាបានក៏ដូចជានាងផងដែរគឺអាចយកអ្វីដែលនាងចង់បានហើយគ្រូរបស់នាងគឺបានផ្ដាំតែប៉ុណ្ណឹងហើយបន្តមកកញ្ញាលីងម៉ងគឺបានធ្វើទួយរបស់យើងគឺអត់ធ្លាក់ដីហើយក៏បាននិយាយថាតើលោកឯងគឺចង់និយាយគឺនិយាយទៅផាបទៅកាន់លបងពីអ្នកហ្នឹងទៅចំណែកទួយរបស់យើងគឺមិនតាន់បាននិយាយអីហោះលបងពីអ្នកហ្នឹងគឺបានមករយៈជាមួយតែគឺជាមនុស្សដែលនាំមកដល់កញ្ញាលីងហ្នឹងមែនដែរទេដូច្នេះក៏បានណែនាំទួយរបស់យើងហ្នឹងទៅកាន់វិមានអសុនក៏ដូចគ្នាផងដែរទួយរបស់យើងគឺអាចធ្វើការប្រផាននៅទីកន្លែងនោះបានជាទីមិញហាក់ដូចជារំភើបខ្លាំងតែក៏ដោយសារតែមានមនុស្សក៏ដូចជាអ្នកប្រកាសពីអ្នកហាក់ដូចជាចូលអារម្មណ៍គេផងដែរដូច្នេះក៏បានអរគុណទៅកាន់អ្នកទាំងពីរនឹងបានចាក់ចែងពីទីកន្លែងហ្នឹងដូចគ្នាលបងពីអ្នកហ្នឹងគឺបាននិយាយថាដូចជាទួយរបស់យើងហ្នឹងគឺថោបានបោកដល់អាចារ្យលីងម៉ងហើយមកទៅចំណែកឯយាយទីមិញវិញគេគឺបានមកដល់ទីកន្លែងហ្នឹងក៏បានគេផងដែរថាប្រហែលជាត្រូវធ្វើការនៅទីកន្លែងហ្នឹងអស់មួយជីវិតហើយក៏ដូចគ្នានេះគេក៏បានសង្កេតមើលទៅកាន់វិមានអសុទ្ធក៏បានឃើញថានៅពេលនោះគឺមាននារីម្នាក់ផងដែរតែកំពុងតែនៅទីកន្លែងហ្នឹងគេចង់ចូលទៅសួស្ដីប៉ុន្តែក៏ត្រូវបានអាចារ្យម្នាក់ហ្នឹងគឺភ័ន្តច្រឡំហើយថាថ្មីនេះគឺបានលើថាមានវិស័យម្នាក់គឺពិតជាវិស័យកាយសាខ្លាំងដែរដូច្នេះហើយហើយជាអាចមានដែរទេគាត់តែឃើញបែបនេះ system គឺបានប្រមានគេថាគួរតែបំផុតគឺបានកើតឡើងដូច្នេះឲ្យទួយផលរបស់យើងគឺបានដល់ចាក់ចែងពីទីកន្លែងហ្នឹងប៉ុន្តែក៏ត្រូវបានអាចារ្យម្នាក់ហ្នឹងគឺបានលោតចាត់ការម្ដងទៀតគឺ style អេមខ្លាំងមែនទែនទោះបីជាធានមិញគឺព្យាយាមដើម្បីផាសែតហើយក៏បាននិយាយថាវាគ្រាន់តែជាការយល់ច្រឡំយ៉ាងណាក៏ដោយប៉ុន្តែអាចារ្យម្នាក់ហ្នឹងគឺគ្មានស្ដាប់នោះទេចង់ໄວថែមហើយក៏បានផើកំដាប់ដៃក៏ដូចជាបាតដៃជីងយន្តរបស់នាងផងដែរប៉ុន្តែនៅពេលនោះវាមានអសររបស់គេគឺបានទុកភ្លាមដូច្នេះមានតែចាប់ប្រភេទធានមិញរបស់យើងហ្នឹងគឺទៅតាមនាងតែប៉ុណ្ណោះហើយនៅពេលនោះផងដែរយើងក៏បានឃើញថាមនុស្សស្រីម្នាក់ក៏បានលេចខ្លួនមកផងដែរតែជាមនុស្សស្រីដែលបានបំទូនៅវិមានអសររបស់ពួកគេហ្នឹងឯងនៅពេលដែលអាចារ្យសពកាជូគឺបាននាំធានមិញគឺមកដល់ទីកន្លែងហ្នឹងហើយក៏បានគឺអាចារ្យពីរនាក់ចែងមកដូចគ្នាផងដែរហើយក៏បានរីកការទៅកាន់គ្នាយ៉ាងទៅក៏ដោយសារតែចង្ក្រានលេខ3គឺបានទូម្ដងទៀតហើយអាចារ្យសពកាជូបាននិយាយថាដូច្នេះចាំនាងរត់ស្រែប៉ុន្តែបញ្ហានៅពេលនេះគឺនិយាយទៅកាន់អបាយទានមិញថាគេនឹងគឺជាចារ
កម្មដែលបានឆែកនឹងខ្លងមើលពួកគេរយៈពេលប្រមាណខែកន្លងមកនេះដូច្នេះហើយពួកយើងដើម្បីគួរចាត់ការទៅកាន់គេទៅជាទីមានក៏បានព្យាយាមដើម្បីប៉ះសិតហើយវាគ្រាន់តែការយកចន្លោះគេគឺជាអ្នកចម្រើសសុទ្ធថ្មីដើម្បីមកទីកន្លែងនេះហើយក៏ដូចជាអ្នកមកថ្មីទៅមកដល់នៅថ្ងៃនេះផងដែរប៉ុន្តែជាសពហ៊ីនឹងគឺគ្មានឲ្យတွေ့ផលរបស់យើងបែបបានទេតែတွေ့ផលរបស់យើងពិតជាក្លែងហែនហើយក៏ដូចគ្នានេះផងដែលការខ្លាចបន្លំរបស់គេពិតជាល្អហើយនៅពេលនេះတွေ့ផលរបស់យើងគឺថោបែនធំរបស់ចាស់3នាក់នឹងទៀតហើយយើងទៅតាមនឹងថាហេតុអ្វីបានជាលបងពីនេះនោះគឺបាននិយាយថាធានមីងរបស់យើងគឺទៅបានបោកផាដល់ចែលីងបានគឺម្ដងទៀតហើយក៏ជាមនុស្សទីប្រហែលក៏យើងមិនដឹងដូចគ្នាផងដែរដោយហេតុយើងបានដឹងថាវិមានអសតគឺជាវិមានសម្រាប់សិស្សស្រីតែប៉ុណ្ណោះរយៈពេល3ឆ្នាំមកហើយដូច្នេះគឺគ្មានសិស្សផលនេះមកទីកន្លែងនេះនោះទេដូច្នេះទៅយើងបានដឹងថាចាលីម៉ងគឺបានបោកទៅកាន់អបទេនមីងនឹងឯងជាមួយនឹងគ្នានេះផងដែរយើងបានឃើញថា system គឺបានហប់ថ្ងៃនៃការស្លាប់របស់គេគឺថយខយជាពេល30ថ្ងៃគឺថោបានវាយម្ដងសល់20ថ្ងៃវាយម្ដងទៀតសល់10ថ្ងៃគឺវាយរហូតដល់សល់តែមួយថ្ងៃតែម្ដងនៅពេលនោះថានេះគឺបានសូយកទៅកាន់ទួយផលរបស់យើងហើយធានមីងពិតជាភ័យខ្លាំងតែនៅពេលដែលគេបានដឹងខ្លួនពិតជាបាយញើយ៉ាងខ្លាំងប៉ុន្តែធានមីងគឺមិនបានស្លាប់នោះទេក៏ដូចគ្នានេះ system គឺបានប្រាប់ថាធានមីងគឺបានបញ្ចប់នៅពេលសកម្មគេដូចគ្នាហើយក៏មិនតោះដល់រំពាន់ហើយផងដែរបន្តមកក៏បានបញ្ចេញបេសកកម្មមួយទៀតដោយទួយផលរបស់យើងគឺធ្វើការតាក់ទងជាមួយមនុស្សដែលមានស្ថិតនៅកម្រិតដូចគ្នាអាចថាធ្វើការតំណែងឬក៏ធ្វើការវឹកហាត់ជាមួយនឹងគ្នាឲ្យជើងទៅក៏ដូចគ្នានេះផងដែរយើងធានមីងកំពុងតែធ្វើការបើកនៅរង្វាន់របស់គេដែលរង្វាន់របស់គេគឺជាសភៅមួយក្បាលដែលជាបច្ចេកទេសបេះដូងរបស់អ្នកក្រីខ្មៅហងយានដូចគ្នានេះផងដែរគេមានតែជឿចិត្តលើសមត្ថភាពរបស់អ្នកក្រីខ្មៅតែប៉ុណ្ណោះដូច្នេះក៏បានបើកមើលសភៅនោះតែម្ដងនៅពេលដែលបានបើកមើលសពប្រមាណពណ៌ពិតជាកៀងក្លាមទៀតគឺបានបោកប្រាស់វាយកតែម្ដងប៉ុន្តែយើងក៏មិនតាន់ដឹងដែរក៏ដោយសារតែវាគឺមិនបានប្រាប់ឲ្យយើងនោះទេហើយវាក៏មិនបានចាក់សិតថៃថលឲ្យយើងមើលផងដែរយើងដឹងតែធំថាសភៅមួយហ្នឹងគឺគ្មានចំនួនទៅកាន់ជាទីមិញនោះទេហើយឱកាសលើកនេះផងដែរដោយសារតែអត្រានៃក្រេតរបស់គេសល់ជាពេលជាច្រើនថ្ងៃទៀតក៏ដូចជា90ថ្ងៃជាងផងដែរដូច្នេះគេថតតែរកបច្ចេកទេសណាមួយប៉ុន្តែនៅពេលដែលគេកំពុងតែគិតហ្នឹងគឺបានឃើញថាសភៅចម្រាយសុទ្ធគឺនៅនឹងមុខគេគឺបានគិតថាការចម្រាយសុទ្ធគឺជាការល្អមួយផងដែរហើយចំណេញរបស់វាក៏ដូចជាចំណេញដ៏មានឥទ្ធិពលផងដែរដូច្នេះហើយគ្រាន់តែរៀនចំណេញមួយដើម្បីបន្ថែមទៅក៏អាចធ្វើការចម្រាញ់សុទ្ធដើម្បីជំនួយជីវិតរបស់គេបានដូចគ្នានៅពេលនោះផងដែរ system គឺបានប្រាប់ទៅកាន់យាយធានមីងថាលោកនៃប្រព័ន្ធគឺបានបើកដំណើរនៅស្វ័យរបស់នៃការអានសភៅរបស់គេដូច្នេះយាយធានមីងគឺមិនបាច់អានសភៅនោះទេការអានរបស់គេគឺចូលទៅក្នុងចិត្តចូលតែម្ដង system គឺបានឲ្យយាយធានមីងគួរចូលដើម្បីធ្វើការអនុវត្តនិងធ្វើការ work hand នៅដំណើរការដំបូងក៏ដូចគ្នានេះផងដែរនៅពេលដែលយាយធានមីងកំពុងធ្វើការ work hand និង system ក៏បានបូកបន្ថែមមកហូតមកគឺបានបូកបន្ថែមនៅកម្រិតនៃការចម្រាញ់សរបស់គេនឹងឯងក៏ដូចគ្នានេះផងដែរនៅពេលដែលគេគឺបាន work hand មួយសន្ទុះកម្រិតនៃការ work hand នៃការចម្រាញ់សរបស់គេនឹងគឺបានឈានទៅដល់កម្រិតបឋមបាត់ទៅហើយយើងគឺបានការដល់រយៈពេល80ម៉ោងក្រោយមកយើងក៏បានឃើញថាចៃលីមិនគឺបានដើរជាមួយនឹងពេញពីរបស់គេយ៉ាងហត់នៅតែម្ដងបន្តមកចាសពេញគឺបានបន្តក៏បានได้ការអំពីរឿងដែលបានភ្លុកហ្នឹងក៏ដូចជាការ work hand នៅការចម្រាញ់សរបស់ពួកគេផងដែរហើយក៏បានប្រាប់អំពីការដែលបានចាប់ចោលម្នាក់ផងដែរដែលជាយាយធានមីងរបស់យើងនឹងឯងក៏ដូចគ្នានេះផងដែរក៏បាននាំឲ្យចៃលីមិនគឺទៅមើលចោលតែម្ដងគឺទម្លុះទ្វេចូលតែម្ដងនៅពេលនោះផងដែរគឺបានដាក់មកតបងទៅកាន់អាចារ្យសក់ពេញក៏ដូចគ្នានេះផងដែរយើងក៏បានឃើញថាជាធានមីងគឺបានចេញមកដល់វាគឺក៏ដោយសារតែគេគឺមិនតាន់បានស៊ីឲ្យនោះទេហើយចៃលីមិនក៏បាន hello ទៅកាន់ទួយរបស់យើងឯយ៉ាងទៅបន្ទាប់ពីឃើញស្ថានភាពរបស់យាយធានមីងបាននេះហើយនាងក៏បានឲ្យណាំខមួយដែលត្រូវបានហៅថាណាំខបាយគូឲ្យទួយរបស់យើងដើម្បីលេខទួយរបស់យើងពិតជាអរគុណទៅកាន់អាចារ្យលីមិនខ្លាំងមែនទេហើយផ្លេចប្រាប់ថានៅដល់នេះគឺក៏ដោយសារតែអាចារ្យលីមិនគឺជាម្ចាស់វិមានឲ្យសុទ្ធនឹងបន្តតែម្ដងអាចារ្យលីមិនហាក់ដូចជាសុំទៅកាន់យាយធានមីងខ្លាំងមែនទេក៏ដូចគ្នានេះផងដែរក៏ចង់ឲ្យយាយធានមីងរបស់យើងធ្វើការខ្លាចទៅជាសិស្សនៃវិមានរបស់គេផងដែរប៉ុន្តែក៏ត្រូវបានអាចារ្យសោពេញគឺបានប៉ែសាច់ក៏បាននិយាយថាឲ្យទួយរបស់យើងនឹងទៅកាន់សួនថ្នាំទៅវាភាសាជាងហើយយាយធានមីងក៏បានអរគុណហើយក៏ដូចជាគេគឺចង់ទៅកាន់ទីកន្លែងនោះផងដែរដូច្នេះក៏ម្ចាស់វិមានក៏បានឲ្យទួយរបស់យើងទៅហើយកំណត់របស់យាយធានមីងគឺចង់ទៅរកនៅតែមកសិទ្ធដើម្បីព្យាបាលជំងឺនិងបណ្ដាសារបស់គេនឹងឯងហើយ system គឺបានឲ្យការទួយរបស់យើងក៏ដូចជាចំណេញថ្មីមួយផងដែរដែលអាចកំណត់នៅតាសញ្ញាណឲ្យសិទ្ធដើម្បីធ្វើការចម្រាយសិទ្ធបានហើយក៏ដោយសារតែទួយរបស់យើងនឹងទទួលបាននៅការអនុគ្រោះអំពីស្ត្រីចំនួន90នាក់ទៅដូច្នេះក៏បានឲ្យ skill មួយទៀតដែលទួយរបស់យើងដឹងអំពីកម្រិតនៃការចម្រាយសិទ្ធផងដែរក៏ដូចគ្នានេះគេក៏បានប្រាប់តម្រូវឲ្យទួយរបស់យើងអំពីថ្នាំកុងឈីងផងដែរ
ដែរហើយយើងក៏មិនដឹងថាវាគឺជាឋានៈអីផងដែរនៅពេលដែលនិយាយទៅមានគឺបានលើកបែបនេះហើយក៏បានគិតថាប្រព័ន្ធហ្នឹងវាមិនអស់សង្ឃឹមមកលើខ្លួនទេមែនដែរទេហើយវាវិញជាវាហាក់ដូចជាបាត់បង់ទំនុកចិត្តមកលើខ្លួនបែបនេះគេក៏មិនដឹងដូចគ្នាផងដែរជាពិសេសក៏បានឆ្ងល់អំពីអត្តមកងជិញដែលប្រព័ន្ធគឺបានផាបទៅឲ្យយាយធីនមីងដឹងនឹងតម្រូវរបស់វាផងដែរซึ่งគឺកាន់មកដល់នៅពេលដែលយាយធីនមីងជាមួយនឹងអាចារ្យសពេញគឺបានមកដល់ចំការសតក៏ដូចជាសួនសតផងដែរនៅពេលនេះនាងក៏បានឲ្យជួយរបស់យាយនឹងព្យាយាមដើម្បីមើលថែទៅកាន់វានៅពេលនោះយាយធីនមីងក៏បានចែកមើលសិននៅទីកន្លែងនឹងគឺបានចែកឃើញថាការកំណត់នៅអត្តសញ្ញាណរបស់គេក៏មានប្រសិទ្ធភាពទៅលើសតធម្មតាផងដែរជាមួយនឹងគ្នានេះគេក៏បានឃើញថាប្រព័ន្ធគឺបានលេចចេញដល់សតជាច្រើនដើម្បីបង្ហាញគេហើយនៅទីបំផុតក៏បានបង្ហាញអំពីសតខុងឈីងផងដែរនៅពេលដែលគេគឺបានឆែកទៅមើលអសនមួយនោះក៏ត្រូវបានឆែកសពេញគឺបានចាប់គេដើម្បីមកស្គាល់នៅទីកន្លែងដែលគេរស់នៅភ្លាមតាមនោះក៏បានណែនាំគេអំពីវាផងដែរក៏ដូចគ្នានេះផងដែរឆែកសពេញគឺបានឲ្យជួយប្រាប់របស់យើងមានភាពស្មោះត្រង់ជាមួយនឹងវិមានរបស់គេបន្តិចប្រសិនបើមិនចឹងទេនោះគឺបានបញ្ចេញចំហាយថារបស់នាងចែកយកតែម្ដងគឺគម្រាមទៅកាន់យាយធីនមីងចំណែកយាយធីនមីងក៏ត្រូវបានប្រព័ន្ធពមៀននិងធ្វើការដល់កំហិតគេទៅឲ្យពិតជាខាងខ្លាំងដែរនៅពេលនោះនាងក៏បានដើរចែកចេញទៅទួយរបស់យើងពិតជាគុំទៅកាន់អាចារ្យសពេញហើយក៏បានដឹងឈ្មោះនាងផងដែរដែលមានឈ្មោះថាឈីវយូហេនហើយវីដេអូនេះខ្ញុំសូមបញ្ចប់ទៅត្រឹមនេះសិនចាំជួបគ្នាវីដេអូក្រោយកុំភ្លេចជួយ Subscribe ញ៉ាំក្តារខ្ញុំអ្នកមួយផងបាយបាយ